ថ្ងៃនេះគឺជាឱកាសដ៏ល្អវិសេសវិសាលបំផុតដែលមូលនិធិគុណធបុប្ផាកម្ពុជាមានកិត្តិយសរៀបចំកម្មវិធីដ៏សំខាន់គឺយុទ្ធនាការ10000រៀល10000នាក់ឆ្នាំ2025យើងអ្នកថាយើងអ្នកធ្វើផ្ដើមពីចាចេញតុងវើយើងអ្នកថាយើងអ្នកធ្វើផ្ដើមពីចាចេញតុងវើបងកាត់តំឡងចូលរួមជួយគ្នាផ្ដល់ក្តីសង្ឃឹមធានាការពារអស់ពីចិត្តចេញពីបេះដូងគ្រប់កាលគ្រប់វេលាឥឡូវមកច្រៀងមើលទៅរៀងនៅស្ទើរៀងនៅតែធ្វើនៅតែធ្វើរៀងនៅទៅតែច្បាស់ទង្វើដើម្បីកុំមកកម្ពុជាពី1នាក់ដល់10000នាក់ពី1រៀលដល់10000រៀលជួយគ្នាខ្មែរធ្វើបានបើខ្ញុំជាគាត់បើគាត់ជាខ្ញុំខ្លះកំពុងសើជួបជុំគ្រួសារខ្លះកំពុងយំប្រឹងស្រវាផ្ទះយើងកក់ក្ដៅផ្ទះគេរងាបរិច្ចាគដើម្បីកុំមកកម្ពុជា10000រៀល10000នាក់ទាំងអស់គ្នាមិនអួតអា10000រៀល10000នាក់ទាំងអស់គ្នាបរិច្ចាគគ្រប់យ៉ាងគឺសុទ្ធតែយើងអ្នកថាយើងអ្នកធ្វើផ្ដើមពីចាចេញតុងវើយើងអ្នកថាយើងអ្នកធ្វើផ្ដើមពីចាចេញតុងវើយុទ្ធនាការ10000រៀល10000នាក់របស់មូលនិធិគុណធបុប្ផាកម្ពុជាត្រូវបានរៀបចំឡើងចំនួន3លើករួចមកហើយដោយទទួលបានលទ្ធផលគួរជាទីមោទនៈថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមនៅក្នុងពិធីបើកយុទ្ធនាការ10000រៀល10000នាក់ម្ដងទៀតនៅក្នុងឆ្នាំ2025មន្ទីរពេទ្យគុណធបុប្ផាត្រូវបានដាក់ដំណើរការឲ្យឡើងវិញនៅឆ្នាំ1992ដោយវីរភាពដ៏ថ្លៃថ្លាបំផុតរបស់លោកវិជ្ជបណ្ឌិត Big Regional គ្រប់យ៉ាងគឺសុទ្ធតែយើងអ្នកថាយើងអ្នកធ្វើដើមពីចាចេញតុងវើយើងអ្នកថាយើងអ្នក